ជីឡានក្រុងពី3ម៉ោងដើម្បីមកទទួលលទ្ធផលមួយដោយមួយបើមិនមែនជា fan បេះដូងដែរធ្វើមិនបានទេណាតោះថ្ងៃនេះមកតាមដានបេសកកម្មពិសេសរបស់ខ្ញុំក្នុងនាមជា ISI Ultra មួយថ្ងៃពួកយើងចាប់ផ្ដើមឡើងឡានក្រុងតាំងពីព្រលឹមឆ្ពោះទៅកាន់ទឹកដីខេត្តតាកែវបរិយាកាសក្នុងឡានមិនមែនគ្រាន់តែជាការធ្វើដំណើរទេតែវាគឺជាការជួបជុំគ្រួសារបាល់ទាត់ដ៏ធំមួយទោះធ្វើដំណើរឆ្ងាយបន្តិចមែនតែចិត្តវានៅដល់ start បាត់ទៅហើយរៀបចំអាវត្រៀមស្មារតីព្រោះថ្ងៃនេះពួកយើងមិនមែនទៅមើលត្រឹមតែហ្គេមទេគឺទៅផ្ដល់កម្លាំងចិត្តឲ្យវីរបុរសរបស់ពួកយើងនៅលើទីលានមកដល់ហើយ Start គិរីវង្សកំពុងតែពុះកញ្ជ្រោល ISI vs គិរីវង្សរាល់ពេលបាល់ប៉ះជើងក្បាលចិត្តយើងលោតតាមចង្វាក់បាល់យើងស្រែកយើងហូរយើងជឿជាក់នេះហើយគឺជាជីវិតអ្នកគ្រប់គ្រង Ultra ទូហត់តែវាមានន័យបំផុតលទ្ធផលបញ្ចប់ទៅ1-1ប្រហែលជាមិនមែនជាជ័យជំនះដែលយើងចង់បានបំផុតតែវាជាការតស៊ូដ៏អស្ចារ្យក្នុងបាល់ទាត់លទ្ធផលអាចប្រែប្រួលប៉ុន្តែស្មារតីក្រុមនិងការតស៊ូមិនបោះបង់គឺជាអ្វីដែលយើងរៀនបានពីការប្រកួតថ្ងៃនេះត្រឡប់មកវិញជាមួយស្នាមញញឹមមិនថាឈ្នះឬស្មើ ISI នៅតែក្នុងបេះដូងជីវិតក៏ដូចបាល់ទាត់ដែរជួនកាលយើងមិនបានលទ្ធផលល្អឥតខ្ចោះទេតែសំខាន់យើងបានប្រយុទ្ធអស់ពីសមត្ថភាពជួបគ្នានៅប្រកួតក្រោយ ISI ដង្កោសែនជ័យឆ្ពោះទៅមុខជានិច្ច